សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែករឿងមួយដែលប្រហែលជាស្ដាប់ទៅគួរឲ្យខ្មៅបន្តិចតែវាគឺជារឿងពិតរបស់ខ្ញុំអស់ជាច្រើនឆ្នាំមកនេះខ្ញុំគិតថាខ្ញុំដឹងច្បាស់ពីខ្លួនឯងខ្ញុំជឿថាខ្ញុំពូកែរឿងនេះហើយខ្ញុំមិនពូកែរឿងនោះទេខ្ញុំធ្លាប់គិតថាខ្ញុំមិនអាចផ្លាស់ប្ដូរបានទេខ្ញុំគឺជាមនុស្ស fixed mindset ដែលគេហៅថាគឺជាមនុស្សដែលមានផ្នត់គំនិតថេរតើអ្នកធ្លាប់មានអារម្មណ៍ថាអ្នកមានទេពកោសល្យតែមួយមុខហើយមិនអាចរៀនជំនាញថ្មីទេបើមានវីដេអូនេះគឺសម្រាប់អ្នកហើយតើ fixed mindset គឺជាអ្វីឲ្យប្រកបតាមនិយមន័យរបស់ចិត្តវិទូ Carol Dweck វាគឺជាជំនឿដែលថាសមត្ថភាពនិងភាពវៃឆ្លាតរបស់មនុស្សម្នាក់គឺថេរអ្នកកើតមកមានប៉ុណ្ណឹងគឺប៉ុណ្ណឹងហើយរោគសញ្ញាទី1ខ្លាចបរាជ័យសម្រាប់ខ្ញុំការបរាជ័យមានន័យថាខ្ញុំអន់ដូច្នេះខ្ញុំតែជៀសវាងការសាកល្បងអ្វីដែលប្រថុយប្រថានព្រោះខ្ញុំខ្លាចបាត់បង់មុខឬលាតត្រដាងចំណុចខ្សោយរបស់ខ្ញុំរោគសញ្ញាទី2ជៀសវាងបញ្ហាប្រឈមខ្ញុំតែងជ្រើសរើសផ្លូវងាយស្រួលបើខ្ញុំចាប់ផ្ដើមរៀនអ្វីមួយហើយវាចាប់ផ្ដើមពិបាកខ្ញុំនឹងនិយាយថាអូខេវាប្រហែលមិនមែនសម្រាប់ខ្ញុំទេហើយបោះបង់ចោលភ្លាមរោគសញ្ញាទី3មិនចូលចិត្តមតិកែលម្អ feedback ពេលមានគេរិះគន់ឬណែនាំខ្ញុំឲ្យកែខ្ញុំមានអារម្មណ៍ថាគេកំពុងតែវិនិច្ឆ័យសមត្ថភាពរបស់ខ្ញុំផ្ទាល់ខ្ញុំខឹងខ្ញុំការពារខ្លួនឯងព្រោះខ្ញុំមិនចង់ឲ្យនរណាម្នាក់ដឹងថាខ្ញុំមានចន្លោះខ្វះខាតទេផ្នែកទី3ផលប៉ះពាល់ផ្ទាល់ខ្លួន My fixed mindset story ឥឡូវនេះខ្ញុំនឹងចូលទៅក្នុងរឿងពិតរបស់ខ្ញុំឧទាហរណ៍ទី1រឿងជំនាញ Skill Based Story ឧទាហរណ៍ការរៀនលេងហ្គីតាខ្ញុំចាប់បានថាខ្ញុំធ្លាប់ព្យាយាមរៀននៅពេលដំបូងវាទៅមុខបានល្អតែដល់ពេលជួបលំហាត់មេរៀនពិបាកខ្ញុំចាប់ផ្ដើមប្រាប់ខ្លួនឯងថាខ្ញុំគ្មានទេពកោសល្យខាងតន្ត្រីបច្ចេកវិទ្យាទេហើយខ្ញុំទុកវាចោលខ្ញុំជឿថាទេពកោសល្យគឺត្រូវតែកើតមកជាមួយឧទាហរណ៍ទី2រឿងទំនាក់ទំនង Relationship Story ខ្ញុំក៏ធ្លាប់គិតថាបុគ្គលិកលក្ខណៈរបស់ខ្ញុំគឺថេរឧទាហរណ៍ខ្ញុំជាមនុស្សឆាប់ខឹងឬខ្ញុំជាមនុស្សអៀននៅពេលមានបញ្ហាទំនាក់ទំនងខ្ញុំមិនបានព្យាយាមកែប្រែទម្លាប់អាក្រក់របស់ខ្ញុំទេតែបែរជាបន្តស្ថានភាពឬមនុស្សជុំវិញខ្លួនឧទាហរណ៍ទី3មើលឃើញអ្នកដទៃពេលឃើញមិត្តភក្តិម្នាក់ជោគជ័យខ្ញុំមិនសូវបានគិតដល់ការខិតខំរបស់គេទេតែបែរជាគិតថាគេសំណាងគេឆ្លាតជាងខ្ញុំពីកំណើតនេះធ្វើឲ្យខ្ញុំមិនបានរៀនសូត្រពីគេតែបែរជាមានអារម្មណ៍ច្រណែនទៅវិញផ្នែកទី4តម្លៃដែលត្រូវសង The cost ការមាន fixed mindset នេះបានធ្វើឲ្យខ្ញុំខាតបង់អ្វីខ្លះខាតបង់ឱកាសខ្ញុំបាត់បង់ឱកាសជាច្រើនដើម្បីរីកចម្រើនក្នុងអាជីពជីវិតព្រោះខ្ញុំខ្លាចការបរាជ័យបាក់ទឹកចិត្តរ៉ាំរ៉ៃនៅពេលខ្ញុំបោះបង់ខ្ញុំមានអារម្មណ៍ថាខ្លួនឯងអន់ពិតប្រាកដហើយវាខ្លាចជាវត្តវិលជំវិញនៃភាពបាក់ទឹកចិត្តការលូតលាស់នៅទ្រឹងអស់ជាច្រើនឆ្នាំខ្ញុំមានអារម្មណ៍ជីវិតខ្ញុំនៅតែដដែលព្រោះខ្ញុំមិនអនុញ្ញាតឲ្យខ្លួនឯងឬអភិវឌ្ឍជំនាញពិបាកផ្នែកទី5ការសារលើកទឹកចិត្តនៅជំហានដំបូងខ្ញុំធ្វើវីដេអូនេះមិនមែនដើម្បីបន្តខ្លួនឯងទេតែដើម្បីបង្ហាញថាការស្គាល់ mindset របស់ខ្លួនឯងគឺជាជំហានដំបូងនៃភាពជោគជ័យខ្ញុំនៅតែជាមនុស្ស fixed mindset នៅឡើយក្នុងរឿងមួយចំនួនព្រោះវាត្រូវការពេលដើម្បីផ្លាស់ប្ដូរប៉ុន្តែខ្ញុំបានចាប់ផ្ដើមដំណើរផ្លាស់ប្ដូរទៅកាន់ grow mindset ហើយបើសិនជាអ្នកកំពុងជាប់គាំងដូចខ្ញុំពីមុនដែរខ្ញុំចង់ឲ្យអ្នកសាកល្បងជំហានសម័យនេះ1ទទួលស្គាល់ចាប់ផ្ដើមទទួលស្គាល់នៅពេលអ្នកនិយាយខ្ញុំមិនអាច I can't ហើយព្យាយាមជំនួសដោយពាក្យខ្ញុំមិនទាន់អាច I cannot yet 2ស្វែងរកបញ្ហាប្រឈមតូចសាកល្បងរៀនអ្វីដែលថ្មីនិងពិបាកបន្តិចបន្តួចហើយផ្ដោតលើដំណើរការ effort មិនមែនលទ្ធផលភ្លាមៗទេខ្ញុំសង្ឃឹមថារឿងរ៉ាវរបស់ខ្ញុំនឹងជួយអ្នកឲ្យចាប់ផ្ដើមដំណើរការផ្លាស់ប្ដូររបស់អ្នកខ្ញុំសង្ឃឹមថារឿងរ៉ាវរបស់ខ្ញុំនឹងជួយអ្នកឲ្យចាប់ផ្ដើមដំណើរផ្លាស់ប្ដូររបស់អ្នកសូមខមមិនប្រាប់ខ្ញុំផងថាតើ fixed mindset បានរៀបរៀងអ្នកក្នុងរឿងអ្វីខ្លះហើយកុំភ្លេចចុច like និង subscribe ដើម្បីតាមដានវីដេអូបន្តរបស់ខ្ញុំដែលខ្ញុំនឹងនិយាយអំអិតអំពីរបៀបដែលខ្ញុំចាប់ផ្ដើមផ្លាស់ប្ដូរទៅជា grow mindset អរគុណច្រើនជួបគ្នានៅវីដេអូបន្ទាប់